កំពុងបន្តប្រើប្រាស់ព័ត៌មានដើម្បីបង្វែរការឆ្លើយសំណួរដល់លំបាកពីសហគមន៍អន្តរជាតិជុំវិញការបន្តឃុំខ្លួនយុទ្ធជនខ្មែរចំនួន18រូបនិងអំពើបំពានការឈប់បាញ់មកលើកម្ពុជាថ្មីនេះថៃបានប្រើប្រាស់រូបថតចាស់មួយសន្លឹកដែលកម្ពុជាបានបដិសេធម្ដងរួចហើយថាជាភស្តុតាងថ្មីសូមទស្សនាអត្ថបទស៊ីជម្រៅរបស់ Fresh Exclusive ភស្តុតាងคล้ายតាមព្រំដែនហេតុអ្វីបានជាការចោទប្រកាន់របស់ថៃមិនទទួលជោគជ័យក្រោមការឃោសនារបស់ខ្លួនក្នុងរូបភាពដ៏ស្ងប់ស្ងាត់មួយតាមបណ្ដោយព្រំដែនកម្ពុជាថៃរូបភាពមួយបានលេចឡើងភ្លាមនៅលើប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានថៃរូបភាពមនុស្សពីរនាក់ក្រុងឯកសណ្ឋានយោធាកម្ពុជាកំពុងលុតជង្គង់នៅក្បែរវត្ថុមួយកប់ក្នុងដីស្ថិតនៅក្បែរគល់ឈើតូចចំនួន2ដើមរូបភាពនោះបានคล้ายជាចំណងជើងព័ត៌មានធំពីទីក្រុងបាងកកដែលបានប្រកាសពីការរកឃើញមីន PMN2 ដែលទើបនឹងបង្កប់ថ្មីហើយត្រូវបានគេសន្មតថាដាក់ដោយប្រទេសកម្ពុជានៅពេលក្រឡេកមើលដំបូងរូបភាពនេះហាក់ដូចជាគួរឲ្យចាប់អារម្មណ៍គ្រប់គ្រាន់ដើម្បីជំរុញអារម្មណ៍ជាតិនិយមប៉ុន្តែនៅពេលពិនិត្យឲ្យកាន់តែច្បាស់វាបានបង្ហាញពីអ្វីផ្សេងទៀតនោះគឺការធ្វើល្ខោននយោបាយមួយដែលមិនបានអនុវត្តល្អភាពចម្រុងចម្រាសបានផ្ទុះឡើងម្ដងទៀតនៅពេលដែលកាសែត The Nation របស់ថៃបានបោះពុម្ពផ្សាយរូបថតចោតប្រកាសដាក់មីននីសាឡើងវិញដែលជារូបភាពត្រូវបានប្រទេសកម្ពុជាបដិសេធច្រើនដងរួចទៅហើយកាលពីប្រមាណខែមុនហើយថែមបញ្ជាក់ថាវាជាភស្តុតាងคล้ายថែមទៀតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសរសេរពីក្រោមរូបភាពនោះក្នុងប្រសាសន៍បន្ទោសពីលើភាពទន់ខ្សោយនៃអ្នកដឹកនាំរឿងថតសម្ដែងរបស់ថៃនេះដែលបង្ហាញការខ្វះការយល់ដឹងផ្នែកបច្ចេកទេសសម្ដេចតេជោនៃប្រទេសកម្ពុជាបានសរសេរថាថ្ងៃក្រោយសូមអ្នកដឹកនាំរឿងរៀបចំសេណារីយ៉ូឲ្យបានល្អឬតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោលលួចដាក់មីនទើបគេជឿប្រសាសន៍ដ៏ត្រង់របស់សម្ដេចតេជោបានបង្កប់នៅអ្វីដែលអ្នកសង្កេតការណ៍ជាច្រើនអាចយល់ដឹងយ៉ាងឆាប់រហ័សនោះគឺភស្តុតាងដែលថៃបានរៀបចំឡើងចោទប្រកាន់កម្ពុជាមិនមានរបៀបវិជ្ជាជីវៈហើយបែរជាត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយក្នុងស្ថានភាពតានតឹងថែមទៀតអត្ថបទស៊ីជម្រៅរបស់ Fresh Exclusive ខាងក្រោមនេះនឹងពិនិត្យមើលមូលហេតុដែលនាំឲ្យថៃបរាជ័យហើយបរាជ័យទៀតក្នុងការចង់ប្រើប្រាស់អាវុធព័ត៌មានមីននេះរូបថតប្រើម្ដងហើយស្រាប់តែមកនិយាយថាជាការរកឃើញថ្មីចំណុចខ្វះខាតដំបូងនិងបង្កគ្រោះថ្នាក់បំផុតនៅក្នុងការអះអាងរបស់ប្រទេសថៃគឺប្រភពដើមនៃរូបថតរបស់ខ្លួនឯងរូបភាពដូចគ្នានេះធ្លាប់បានលេចចេញពីមុនហើយប្រទេសកម្ពុជាបានដាក់ស្លាកជាសាធារណៈថាវាជាព័ត៌មានคล้ายទាំងទស្សនវិជ្ជាព័ទ្ធជុំវិញទាំងអេរយាប័តអ្នកក្រងសម្លៀកបំពាក់យោធាខ្មែរនិងទីតាំងមីនមានភាពដូចគ្នានឹងរូបភាពចាស់ការបង្ហាញរូបភាពចាស់នេះថាជាភស្តុតាងថ្មីមិនត្រឹមធ្វើឲ្យខូចភាពជឿជាក់ប៉ុណ្ណោះទេវាបង្ហាញពីការប៉ុនប៉ងដោយចេតនាដើម្បីរៀបចំបំភាន់ការយល់ឃើញរបស់សាធារណជននៅក្នុងយុគសម័យ Digital រូបភាពកែច្នៃឡើងវិញងាយស្រួលបង្ហាញនិងមិនអាចបិទបាំងភាពពិតរបស់វាបានទេសំណួរមួយដែលចង់ដឹងនោះថាហេតុអ្វីបានជាថៃប្រើរូបថតចាស់យកមកធ្វើថ្មីនេះអាចបង្ហាញពីភាពធ្វេសប្រហែសឬការរងសម្ពាធខ្លាំងពេកពីការចោទសួររបស់សហគមន៍អន្តរជាតិជុំវិញករណីចាប់ខ្លួនទាហានខ្មែរ18រូបករណីបាញ់ប្រហារជនស៊ីវិលខ្មែរនិងការរំលោភលើបទជបាញ់បញ្ហាមីនកំពុងក្លាយជាអាវុធឧបករណ៍នយោបាយមួយដែលត្រូវបានថៃប្រើប្រាស់ដើម្បីបំភាន់សហគមន៍អន្តរជាតិក្នុងការបិទបាំងអំពើឈ្លានពានខុសច្បាប់របស់ខ្លួនចូលទៅក្នុងទឹកដីកម្ពុជានិងចង់បង្វែរតួនាទីរបស់ថៃពីអ្នកឈ្លានពានคล้ายមកជាជនរងគ្រោះរូបថតដែលបំបាក់មុខការទូត
ប្រសាក៏សម្គាល់របស់សម្ដេចតេជោហ៊ុនសែនសម្ដែងល្អប៉ុន្តែខ្វះបច្ចេកទេសមិនមែនគ្រាន់តែជាប្រសាចាប់អារម្មណ៍ធម្មតាទេប៉ុន្តែជាការលាតត្រដាងនៅភាពទន់ខ្សោយរបស់ល្ខោននយោបាយរបស់ថៃដែលមានការកត់សម្គាល់យ៉ាងហោច3ចំណុច1កាយវិការមិនត្រូវគ្នានឹងបច្ចេកទេសដាក់មីនមានន័យថាគ្មានទាហានដែលធ្លាប់បានវឹកហាត់ណាម្នាក់ធ្វើការដាក់មីនតាមរបៀបដែលបានបង្ហាញនោះទេនីតិវិធីប្រតិបត្តិការស្តង់ដារមិនមានអនុវត្តដោយតាមរបៀបនោះឡើយ2រូបថតខ្វះសញ្ញាសម្គាល់បច្ចេកទេសមានន័យថារូបថតគ្មានកំណត់ត្រាពេលវេលាគ្មានទិន្នន័យ GPS ឬរូបភាពដែលត្រូវការសម្រាប់ចុះស្រាវជ្រាវតាមមាត្រា8នៃសន្ធិសញ្ញាអូតាវ៉ាឡើយដូច្នេះរូបថតមួយសន្លឹកនេះសូម្បីតែមនុស្សធម្មតាក៏គេអាចយល់បានដែរថាជារូបថតនៃល្ខោននយោបាយកុំថាឡើយប្រើជាភស្តុតាងមូលបង្កាច់ដាក់មកលើកម្ពុជា3របៀបចាប់មុំរបស់អ្នកថតរូបបំផ្លែងការចោទប្រកាន់ទាំងមូលឲ្យคล้ายជាភស្តុតាងប្រឆាំងខ្លួនឯងប្រសាសន៍របស់សម្ដេចតេជោដែលនិយាយថារើសតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោលលួចដាក់មីនទើបគេជឿដែលប្រសាសន៍នេះបានបញ្ជាក់ថារូបថតនេះគឺជារូបថតហួសឆ្ងាយពីស្ថានភាពពិតនិងមិនអាចធ្វើឲ្យនរណាម្នាក់ជឿបានឡើយរូបភាពដែលភាគីថៃយកមកប្រើមិនមែនជាភស្តុតាងបញ្ជាក់អំពើខុសឆ្គងរបស់កម្ពុជាទេប៉ុន្តែជាសេណារីយ៉ូដែលរៀបចំមិនបានល្អទាំងខ្វះបច្ចេកទេសខ្វះភាពត្រឹមត្រូវនិងបង្ហាញពីភាពអាម៉ាស់របស់ថៃគណៈពេលដែលថៃខ្លួនឯងព្យាយាមប្រឌិតរឿងនិងបង្វែរការស្ដីបន្ទោសមកលើកម្ពុជាជំនួសការផ្ដល់សាច់រឿងជាក់ស្ដែងហេតុអ្វីបានជាថៃប្រើមីនជាអាវុធនយោបាយការរស់ឡើងវិញភ្លាមនៃរូបថតចាស់មួយសន្លឹកដែលបង្ហាញពីមនុស្ស2នាក់ក្រុងឯកសណ្ឋានយោធាកម្ពុជានិងកំពុងលុតជង្គង់នៅក្បែរវត្ថុមួយកប់ទៅក្នុងដីនោះគឺជាឈុតឆាករបស់ប្រទេសថៃដែលត្រូវបានរចនាសារឡើងវិញដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រយ៉ាងហោចចំនួន3 1បង្វែរការរិះគន់ក្នុងស្រុកបន្ទាប់ពីមានករណីរបួសមីនដែលទាហានថៃបានដើរជាន់2បង្កើតសម្ពាធតាមព្រំដែនក្នុងបរិបទនយោបាយក្នុងស្រុករងភាពរអាក់រអួល3ស្វែងរកប្រយោជន៍ក្នុងវេទិកាអន្តរជាតិក្រោយពីថៃមិនអាចមានអ្វីឆ្លើយតបនឹងសំណួរពីសហគមន៍អន្តរជាតិពាក់ព័ន្ធការបន្តឃុំខ្លួនទាហានខ្មែរ18រូបករណីបាញ់ប្រហារជនស៊ីវិលខ្មែរនិងអំពើរំលោភលើព្រំដែនកម្ពុជាប៉ុន្តែយុទ្ធសាស្ត្រនេះបានបរាជ័យទៅវិញពីព្រោះការប្រើប្រាស់រូបភាពចាស់ដែលធ្លាប់ប្រើនិងត្រូវបានកម្ពុជាបដិសេធម្ដងរួចមកហើយនោះមិនអាចជាភស្តុតាងដ៏ត្រឹមត្រូវបានឡើយប៉ុន្តែវានឹងធ្វើឲ្យខូចលើភាពជឿជាក់របស់ប្រទេសថៃនៅក្នុងវេទិកាអង្គការសហប្រជាជាតិក្នុងអាស៊ាននិងក្នុងចំណោមសមាជិកសន្ធិសញ្ញាអូតាវ៉ាក្នុងសេចក្តីសន្និដ្ឋានរូបភាពដែលថៃប្រើជាភស្តុតាងដើម្បីមូលបង្កាច់ការពិតមិនត្រឹមតែបរាជ័យនៅក្នុងការផ្ទៀងផ្ទាត់តាមបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងរុញថៃឲ្យធ្លាក់ចូលក្នុងជំងឺចូលចិត្តតែបង្កើតរឿងដើម្បីចង់ធ្វើឲ្យគេជឿថាខ្លួនឯងជាអ្នករងគ្រោះគណៈដែលថៃគឺជាអ្នកបំពានមកលើកម្ពុជាសោះប្រសាសន៍បញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនពិតជាបានបង្ហាញយ៉ាងច្បាស់លាស់នៅភស្តុតាងប្រឌិតคล้ายៗដោយប្រើប្រាស់សារព័ត៌មានថៃជួយស្រែកបន្ទោដើម្បីបិទបាំងនៅអំពើឈ្លានពានថៃមកលើកម្ពុជាថៃត្រូវតែយល់ថាពិភពលោកធ្វើការវិនិច្ឆ័យមិនមែនដោយសម្ដីចោទប្រកាន់ទេប៉ុន្តែដោយភស្តុតាងហើយក្នុងករណីនេះភស្តុតាងคล้ายៗដែលថៃបាននិយាយអំពីរឿងដាក់មីនថ្មីនេះគឺថៃខ្លួនឯងទៅវិញទេដែលពិភពលោកបានមើលឃើញថាកំពុងតែប្រឌិតរឿងដើម្បីបិទបាំងកំហុសឈ្លានពានរបស់ខ្លួនឯង